อันนี้สะสมបំផុតជាមួយនឹងទីតាំងដែលអត់មានភ្លើងហើយអត់មានសេវា Wi-Fi បាទសួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះជួបគ្នាទៀតហើយខ្ញុំបង្ហាញកាមេរ៉ាពីរប្រភេទចឹងកាមេរ៉ាពីរប្រភេទនេះជា brand តែមួយក៏ប៉ុន្តែ function របស់វាខុសគ្នាជាច្រើនចឹងទី1នេះជាប្រភេទកាមេរ៉ា e-service model C90 ចេញថ្មីជាប្រភេទ Wi-Fi កាមេរ៉ាដែលមាន lens ចំនួន2 lens Pentax និង lens fix ហើយ lens fix ខាងលើគឺអាចងាករេបានទៀតអាចងាករេបានខាងលើខាងក្រោមក៏អាចងាករេបានក៏ប៉ុន្តែខាងក្រោមវាអាចអន់ងើបបានទៀតបើលើនេះយើងអាចវិជាអន់ងើបបានទេមានន័យថាបើចូលទៅចាប់ហើយគឺដាក់ទីតាំងប្លង់ឲ្យត្រឹមត្រូវហើយគឺវានៅទីតាំងហ្នឹងហើយមុខអន់ងើបរបស់វាតែសម្រាប់មុខងាករេរបស់វាអាចវិជាបានចានេះគឺសម្រាប់ប្រភេទកាមេរ៉ា C90 e-service ពេលបង្ហាញជូនបងប្អូនមុននឹងតិចហ្នឹងគឺតើតើនឹងការងាករេគឺវាអាចងាករេផ្នែកខាងលើក៏ងាករេបានហើយវាអាចងូកបានបន្តិចគាត់ថាវាអាចបញ្ជាឲ្យងើយងូកបានតាមទូរស័ព្ទដៃបានទេតែសម្រាប់ការងាករេបាន220ដឺក្រេមុំហើយផ្នែកខាងក្រោមគឺអាចងាករេបាន324និងអន់ងើបបាន90ដឺក្រេអញ្ចឹងបងប្អូនអាចប្រើប្រាស់កាមេរ៉ានេះជាប្រយោជន៍សម្រាប់ការពារផ្ទះបងប្អូនឃ្លាំងឬក៏រោងចក្រសហគ្រាសក៏អាចប្រើបានដូចគ្នាជាកន្លែងលក់ shopping ឬក៏ហាងតូចតូចក៏បងប្អូនអាចប្រើបានដែរវាអត់ប្រកាន់ថាតើហាងធំអាចប្រើបានតើរោងចក្រប្រើបានទេបានគ្រប់កន្លែងចឹងនេះគឺជាប្រភេទប្រើ Wi-Fi និងអត់ភ្លើងបងប្អូនអត់ភ្លើងភ្ជាប់ Wi-Fi អាចប្រើបានបាទអានេះមួយទៀតរូបរាងមិនសូវខុសគ្នាប្រហែលទេបើសិនជាយើងមើលទៅលើរូបរាងរបស់វាបាទអានេះជាប្រភេទកាមេរ៉ា HB90X dual lens ដូចគ្នាមាន lens លើក្រោមបាទ lens Pentax និង lens អន់ងើបដូចគ្នាពីនឹងពីរខណៈលក្ខណៈពិសេសរបស់វានោះគឺវាប្រើបានដាក់ SIM card បានវាក៏អាចចាប់ជាមួយ Wi-Fi បានអញ្ចឹងប្រើបានពីរមុខងារ2 in 1អញ្ចឹងបងប្អូនទិញអានេះហើយថ្ងៃក្រោយបងប្អូនមាន Wi-Fi បងប្អូនអាចភ្ជាប់ឲ្យ Wi-Fi បច្ចុប្បន្នបើបងប្អូនអត់មាន Wi-Fi ទេបងប្អូនអាចដាក់ជាមួយ SIM card អានេះស័ក្តិសមបំផុតជាមួយនឹងទីតាំងដែលអត់មានភ្លើងហើយអត់មានសេវា Wi-Fi អញ្ចឹងវាមានថ្មរបស់វាសេលនៅក្នុងហ្នឹងវាសាកថ្មតាមរយៈបន្ទះសូឡាអញ្ចឹងស័ក្តិសមមែនទែននៅកន្លែងដែលអត់មានភ្លើងទៅដល់បាក់រត់ខ្សែជាដើមអត់មាន Wi-Fi ទៅដល់បាទពិបាកទាញខ្សែ network ផ្សេងៗហ្នឹងបងប្អូនអាចដាក់តានេះមកគ្រាប់ទៅដាក់ SIM ចូលទៅអាចប្រើបានហើយអ្វីដែលពិសេសមួយទៀតគឺវាមាន AOV បងប្អូនណា AOV ហ្នឹងគឺមានន័យថា24ម៉ោង record នេះគេដាក់24ម៉ោង record អញ្ចឹងវាថតពេញ24ម៉ោងវាខុសពីប្រភេទ A90 នេះអានេះវាថតនៅពេលដែលមានសកម្មភាពវាថតអត់មានសកម្មភាពគឺវាស្កប់តែសម្រាប់កាមេរ៉ា Solar 4G AOV នេះវាថត24ម៉ោងអត់មានសកម្មភាពវាថតជា frame rate ខ្លីៗប្លង់មានសកម្មភាពវានឹងថតជា video record ពេញអញ្ចឹងវាពិសេសមែនតើអញ្ចឹងបងប្អូនអត់បាត់ព័ត៌មាននៃការថតទេហើយប្រើ solar ហើយមាន AOV ទៀតអញ្ចឹងវាកាន់តែលយមែនតើសំខាន់មាន AI human detect safe detect ការ search វីដេអូការថតវីដេអូនេះគឺច្បាស់ accurate ហើយមានមុខងារ alert ដូចគ្នាអញ្ចឹងបើសិនជាបងប្អូនអត់មុខងារ alert មានសកម្មភាពមនុស្សចូលមកអីនេះក៏យានយន្តចូលមកហ្នឹងវានឹង alert ទៅកាន់ទូរស័ព្ទដៃបងប្អូនបាទនេះសារ៉ែអាឡាមអីមានទាំងអស់បញ្ចប់ដូចគ្នានេះអញ្ចឹងមុខងារទាំងអស់នេះធ្លាប់បង្ហាញជូនបងប្អូនពីមុនមកហើយនេះថ្មរបស់វា1400មីលីអាំពែបាទថ្មវាសាកថ្មហើយប្រើប្រាស់បានយូរ color ទាំងយប់ទាំងថ្ងៃអញ្ចឹងបងប្អូនស្រឡាញ់ពេញចិត្តជ្រើសរើស model មួយណាក៏បានដែរជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ